ម្នាក់ត្រូវការអាហារប្រមាណប្រភេទក្នុងមួយថ្ងៃអាហារទី1គឺអី brain នេះបងឯងលឺគេនិយាយជុំលោកគ្រូលីហាងមិនក៏មានគំនិតអីថ្មីច្រើនណា why ហេតុអីអតិទេមែនមនុស្សតែមនុស្សដែលសម្បូរដោយគំនិតថ្មីហេតុអីបានគាត់មានអាហ្នឹងបងឆ្លើយវិញហេតុអីក៏មានហ្នឹងដោយដើមផ្កាដែលយើងដាំជុំមិនក៏ផ្កាផ្លែម៉េះដោយសារអីស្រោចទឹកនិងដាក់ជី yes ចុះហេតុអីបានយើងអត់គំនិតមានអីមានគំនិតបើអត់ទឹកអត់ជីប៉ុណ្ណាបើជិតក្បាលរបស់យើងនេះត្រូវការអីត្រូវការអាហារទៅចិញ្ចឹមវាហើយអាហាររបស់វាគឺអីជំនាន់ប្រាជ្ញាយើងត្រូវការចិញ្ចឹមវារាល់ថ្ងៃគឺអីបងគឺអីព័ត៌មានចឹងត្រូវឲ្យព័ត៌មានទៅវារាល់ថ្ងៃអញ្ចឹងបងចង់អីឲ្យវាទៅអាហារទី2គឺអីអាហារផ្លូវចិត្តស្អីគេជាអាហារផ្លូវចិត្តបងការសប្បាយ entertainment កុំភ្លេចសប្បាយបាទអញ្ចឹងបានអ្នកខ្លះទៅសាកថ្មជីវិតហ្នឹងគឺឲ្យអីទៅឲ្យអាហារផ្លូវចិត្តអូមិនអញ្ចឹងល្ងាចឡើងចេញពីធ្វើការទៅណា shopping enjoy ទៅមើលកុនណាទៅញ៉ាំបាយក្រៅជាមួយមិត្តភ័ក្តិ enjoy your life គឺឲ្យអាហារផ្លូវចិត្តអាហារទី3គឺអីអាហាររូបរាងកាយដែលយើងញ៉ាំរាល់ថ្ងៃហ្នឹងហើយបងយើងឃើញប្រើពាក្យខុសច្រើនណាតមឥឡូវខ្ញុំលើកឧទាហរណ៍ខ្ញុំចូលចិត្តញ៉ាំទុរេនតែខ្ញុំកើតជំងឺទឹកនោមផ្អែមមានន័យថាខ្ញុំតមទុរេនតែខ្ញុំចូលចិត្តទុរេនបើខ្ញុំតមទុរេនខ្ញុំប្រាប់ថាម៉េចងាប់ល្អជាងដល់ចង់ខ្ញុំនិយាយគេមិនដែលឲ្យយើងតមទេប៉ុន្តែគេឲ្យយើងធ្វើអីរបបអាហារគេនៅយើងឲ្យយើងធ្វើរបបអាហារតើត្រូវញ៉ាំទុរេនមួយថ្ងៃហ្នឹងប្រមាណមិនញ៉ាំតាមអំពើចិត្តដូចមុនទេឃើញទេដល់យើងធ្វើរបបអាហារ